Hi everyone, now let's get started with the English exam paper. The exam session is the 5th of December 2022. បាទអញ្ចឹងសួស្តីបងប្អូនឥឡូវនេះយើងនឹងសិក្សាសាកល្បងធ្វើវិញ្ញាសាផ្នែកភាសាអង់គ្លេសសម័យប្រឡងថ្ងៃទី5ខែធ្នូឆ្នាំ2022បាទគឺជាវិញ្ញាសាបាក់ឌុបដែលទើបតែប្រឡងកន្លងទៅថ្មីដែរទេអញ្ចឹងយើងរៀនធ្វើទាំងអស់គ្នាបាទឥឡូវយើងមើល part 1 reading 10 points បាទបងប្អូនចេះធ្វើ reading នេះគឺបងប្អូនបានទទួល10ពិន្ទុប៉ុន្តែមុនយើងធ្វើយើងត្រូវចេះរបៀបធ្វើគេឲ្យយើងធ្វើម៉េច read the text and fill in the gaps with the words in the box. Okay, gap 1 has done as an example. ចឹងគេឲ្យយើងអានអត្ថបទហើយបំពេញចន្លោះជាមួយពាក្យនៅក្នុងប្រអប់នេះចន្លោះទី1ត្រូវបានធ្វើជាឧទាហរណ៍ដល់បងប្អូនបាទអញ្ចឹងយើងមើលពាក្យនៅក្នុងប្រអប់នេះមានពាក្យអីខ្លះមាន discipline situation stricter progressive reputation behavior punishment control conduct freedom respect ចឹងយើងសាកល្បងធ្វើទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននឹងមើលឃើញច្បាស់ឥឡូវយើងអានសិន In most countries schools were much stricter បាទកន្លែងនេះគឺគេបំពេញ stricter នេះជាឧទាហរណ៍ស្រាប់25 years ago than they are today បាទនេះគេចង់ប្រៀបធៀបអំពីអីនៅក្នុងអត្ថបទនេះបាទអត្ថបទនេះយើងត្រូវរកឲ្យឃើញថា subject ឬក៏ topic របស់វាគឺនិយាយពីអីបងប្អូនដឹងទេយើងមើល in most countries បាទ most country ប្រទេសភាគច្រើនចានេះមិនមែនជា subject ទេដោយសារគេនិយាយពីក្នុងប្រទេសភាគច្រើន schools were much stricter សាលារៀនគឺមានភាពតឹងរ៉ឹងខ្លាំងណាស់25 years ago កាលពី25ឆ្នាំមុន then they are today គឺបើប្រៀបធៀបពីសប្តាហ៍ថ្ងៃគឺវាតឹងរ៉ឹងខ្លាំងកាលពី25ឆ្នាំមុនហើយនឹងសប្តាហ៍ថ្ងៃនេះបាទអញ្ចឹង subject ឬក៏ topic នៅក្នុងអត្ថបទនេះគឺ school នេះឯងបាទ school នេះឯង yeah school អញ្ចឹងបើ school យើងអានតទៅទៀត many parents are not at all happy with the present because they feel that teachers have lost the ability to their classes បាទអញ្ចឹងអ្វីដែលយើងត្រូវបំពេញគឺទី2និងទី3អញ្ចឹងសប្តាហ៍ថ្ងៃនេះគឺវាអត់ strict ដូចពីមុនទេគឺវាមានសិស្សមាន freedom ច្រើនអញ្ចឹងគេថា many parents are not at all happy គឺឪពុកម្ដាយរបស់សិស្សជាច្រើនគឺមិនសប្បាយចិត្តទៅនឹងស្ថានភាពឥឡូវទេអូខេអញ្ចឹងស្ថានភាពឥឡូវគឺយ៉ាងម៉េចគឺវាស្រាលជាងមុនវាអត់សូវតឹងតែគ្រូពុំមានសិទ្ធិវាយសិស្សអីជាដើមអូខេអញ្ចឹងកន្លែងនេះយើងបំពេញអីគេស្ថានភាពអូខេគឺយើងបំពេញ situation ណាអញ្ចឹង situation នេះ
យើងដាក់លេខមក yeah យើងដាក់លេខ2មក situation សមករណីទី number 2 because they feel that teachers have lost their ability to their classes ព្រោះពួកគេយល់ថាគ្រូបានបាត់បង់នៅសមត្ថភាពក្នុងការអីបាទអញ្ចឹងពីមុនគឺគ្រូគាត់ប្រកែ control សិស្សគាត់ strict ដោយសារអីដោយសារគ្រូគាត់មាន power មានអំណាចពេញលេញមានសិទ្ធិពេញលេញក្នុងការ control សិស្សតែឥឡូវគឺពុំសូវមានសិទ្ធិ control សិស្សតឹងរឹងទេអញ្ចឹងកន្លែងនេះយើងដាក់អីបាទ to control អញ្ចឹងកន្លែងនេះយើងដាក់ number 3 ណា number 3 Some schools in particular have developed a very bad for the way in which the students themselves បាទចឹងសាលាខ្លះ in particular គឺសាលាខ្លះនិយាយដល់ចំសាលាខ្លះគឺបានអីគេ develop a very bad ចឹងសាលាដែលវិន័យអត់សូវតឹងតែងសិស្សមានសេរីភាពខ្លាំងពេកធូររលុងខ្លាំងពេកគឺវាមានអីគឺវាមានកេរ្តិ៍ឈ្មោះមិនល្អចឹង develop a very bad ពាក្យណាដែលជាកេរ្តិ៍ឈ្មោះយើងរកមើលបាទគឺ reputation ណាចឹងកន្លែងនេះយើងដាក់ number 4 reputation for the way in which the students បាទចឹងសម្រាប់កេរ្តិ៍ឈ្មោះហ្នឹងគឺសម្រាប់របៀបដែលសិស្សគាត់យ៉ាងម៉េចបាទគឺគាត់មានអេរិយាបថឬក៏គាត់ប្រព្រឹត្តណាយ៉ាងពាក្យមួយណាដែលជាប្រព្រឹត្តប៉ុន្តែយើងត្រូវដឹងថាកន្លែងនេះត្រូវជា verb ណាមិនមែនជា noun ទេ behavior នេះក៏អេរិយាបថឬប្រព្រឹត្តដែរប៉ុន្តែវាជានាមជា noun អញ្ចឹងមិនត្រូវទេយ៉ាងមួយណាជា noun ជា verb បាទគឺនេះ conduct នេះ conduct ជាងកន្លែងនេះ number 5 conduct Okay, let's continue. They no longer seem to have any for the school or the teachers who work in it. No longer មានន័យថាឈប់អូទៅឈប់រៀនឈប់ទទួលស្គាល់ឈប់ស្រឡាញ់គ្នាតទៀត No longer ពួកគេគឺទំនងជាឬក៏ហាក់បីដូចជាមានអីគេបាទចឹងធម្មតាតើសិស្សវាមិនខ្លាចវិន័យវាមិនគោរពវិន័យសាលាគឺចឹងពួកគេលែងគោរពគ្រូដែរហើយចឹង any គេគោរពអូខេគោរពគឺ respect នេះណា respect They have no longer seem to have any respect for the school or the teachers who work in it ចឹងគឺសាលាក៏លែងគោរពគ្រូក៏លែងគោរពដែរ Some experts feel that the reason for these new patterns of in school is the result of okay ចឹងអ្នកជំនាញខ្លះយល់ថា feel that
ហេតុផលដែលនាំឲ្យមានរបៀបចឹងអេរិយាបថរបស់សិស្សថ្មីបែបហ្នឹងនៅសាលារៀនហ្នឹងគឺជាលទ្ធផលអីគេចឹងកន្លែងនេះអេរិយាបថឬក៏កប្បកិរិយាអូខេអញ្ចឹងគឺកន្លែងនេះ number 7 កប្បកិរិយាអង់គ្លេសថាម៉េច yeah behavior okay behavior so this one number 7 is the result of ideas in education ចានេះគឺចង់និយាយពីគោលគំនិតរបស់អ្នកប្រាជ្ញដែលគាត់យកអ្វីជាមូលដ្ឋានឬក៏ពឹងផ្អែកដូចអ្នកខ្លះយកស្ថាបនានិយមចឹងថាអ្នកខ្លះយកគេហៅ idealism ចាហ្នឹងគឺតកតងនឹងទស្សនវិជ្ជាណា so គឺជាគំនិតអីបាទគំនិតបែបអី progressive បើយើងបកថាណាយើងបកថារីកចម្រើនឬក៏អភិវឌ្ឍ present progressive ណាជាងកន្លែងនេះយើងដាក់ number 8 progressive they feel that has become weak because students have been giving too much yeah they feel that ពួកគេយល់ថាស្អីគេនៅសាលា weak you know weak yeah weak ហ្នឹងគឺខ្សោយអញ្ចឹងច្បាស់ជាវិន័យខ្សោយហើយអញ្ចឹងកន្លែងណាវិន័យធ្លាប់ចេះហ្នឹងធ្លាប់ rule ណា rule វិន័យយើងមានពាក្យមួយទៀតគឺវិន័យដែរគឺ discipline អញ្ចឹងណាមិនណាណា discipline ចេះបងប្អូនត្រូវចាំណា discipline គឺវិន័យអញ្ចឹងវិន័យកាន់តែធូរខ្សោយដោយសារតែ because students have been given too much ព្រោះសិស្សត្រូវបានគេផ្ដល់ឲ្យនៅអ្វីនៅគេនេះ to choose how they want to spend their time អញ្ចឹងនៅសាលាជាពិសេសពួកលោកខាងលិចគឺគេឲ្យសេរីភាពដល់សិស្សខ្លាំងក្នុងការជ្រើសរើសរបៀបដែលពួកគេចំណាយពេលនៅក្នុងថ្នាក់ហ្នឹងឬក៏យើងរបៀបដែលពួកគេរៀនហ្នឹងចង់រៀនអ្វីរៀនទៅអញ្ចឹងកន្លែងនេះគឺ freedom yes សេរីភាពណា freedom so this one number 10អូខេយើងនៅសល់តែមួយទៀតទេសល់តែមួយទៀតគឺបងអូនអាចដាក់បានហើយ It is no doubt a good idea that physical punishment traditional kind of education has vanished in most places but nowadays in many schools no punishment at all is possible អញ្ចឹងកន្លែងនេះគឺចង់និយាយការធ្វើតន្តកម្មរាងកាយដាក់តន្តកម្មរាងកាយដូចជាការវាយសិស្សវាយអីហ្នឹង so this one the last one number 11 អូខេអញ្ចឹងក្នុងវីដេអូនេះគឺយើងរៀនតែផ្នែក reading ទេវីដេអូបន្ទាប់យើងនឹងរៀនអំពីផ្នែក grammar ម្ដងណាយើងជួបគ្នាប៉ុណ្ណឹងចុះសង្ឃឹមថាបងប្អូននឹងទទួលបានបទពិសោធន៍ក៏ដូចជាពាក្យពេចន៍មួយចំនួនដែលបងប្អូនពុំធ្លាប់បានរៀននៅថ្ងៃនេះហើយជូនពរបងប្អូនប្រឡងបាក់ឌុបឆ្នាំ2026ក្នុងពេលខាងមុខនេះឲ្យទទួលបាននៅជោគជ័យល្អប្រសើរលទ្ធផលល្អប្រសើរ
Thank you very much for watching this video. Have a nice day.